មនុស្សជាច្រើននៅលើពិភពលោកតែងប្រាថ្នាចង់រស់នៅក្នុងផ្ទះធំទូលាយមាននៅគ្រឿងសង្ហារឹមទំនើបនិងល្អប៉ុន្តែនៅថ្ងៃនេះដែលយើងខ្ញុំសូមបង្ហាញនៅម៉ូដផ្ទះចំនួន15ប្រភេទដែលប្លែកនិងការរចនាដេគ័រគួរឲ្យកោតសរសើរបំផុត1ផ្ទះរាងជាសម្បកខ្យងផ្ទះនេះមានទីតាំងស្ថិតនៅក្នុងប្រទេសមិចស៊ីកូដែលរចនាឡើងដោយមានការផ្គុំរូបដូចនៅលើជញ្ជាំងនិងរំលេចនៅពណ៌ដូចឥន្ធធនុនៅផ្នែកខាងក្រៅ2ផ្ទះមានរាងជាពពុះទឹកដែលជាផ្ទះរបស់លោកជាកាឌីដែលជាអ្នករចនាវាឡើងដោយផ្ទាល់ដែលមានអាងហែលទឹកចំនួន3និងមានកន្លែងសម្រាប់អង្គុយលំហែកាយចំនួន500កន្លែងនិងមានទេសភាពយ៉ាងស្រស់ស្អាតដែលនៅជិតសមុទ្រមេឌីទែរ៉ានី3ផ្ទះក្តារស្គីភាសាអង់គ្លេសហៅថា skateboard ហើយវាមិនគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះទេតែផ្ទះនេះគឺជារបស់ម្ចាស់ពានរង្វាន់ស្គីក្តារពិភពលោកហើយនៅក្នុងនិងខាងក្រៅនៃផ្ទះនេះគឺសុទ្ធតែអាចលេងក្តារស្គីបានគ្រប់ទីកន្លែង4ការផ្លាស់ប្ដូរព្រះវិហារគ្រឹះឲ្យទៅជាផ្ទះនេះត្រូវបានផ្លាស់ប្ដូរព្រះវិហារនៃសាសនាកាតូលិកឲ្យទៅជាផ្ទះដែលមានផ្ទៃដ៏ធំទូលាយនៅក្នុងឆ្នាំ1970នៃប្រទេសនេដឺឡែន5ផ្ទះដែលសាងសង់ពីផ្ទាំងថ្មផ្ទះ Flintstone នេះគឺជាកម្មសិទ្ធិរបស់លោក Dick Clark ដែលមានបន្ទប់គេងមួយនិងបន្ទប់ទឹកពីរ6ផ្ទះកញ្ចក់ផ្ទះនេះគឺបានបង្កើតឡើងក្នុងប្រទេសជប៉ុនហើយចំពោះជញ្ជាំងខាងក្នុងផ្ទះនិងខាងក្រៅផ្ទះគឺបានធ្វើពីកញ្ចក់ទាំងអស់ប៉ុន្តែមានបន្ទប់មួយនៅក្នុងផ្ទះនោះដែលមិនអាចមើលធ្លុះនោះគឺបន្ទប់ទឹក7ផ្ទះយន្តហោះ Johnny Ussery គឺជាម្ចាស់ផ្ទះនេះផ្ទះដែលនាងបានទិញវានៅបន្ទាប់នឹងបឹងមូលដោយសារតែយន្តហោះ Boeing 727នេះត្រូវបានគេបោះបង់ចោលទើបនាងសម្រេចចិត្តទិញវា8ផ្ទះម៉ូដស្បែកជើងនៅក្នុងរដ្ឋ Pennsylvania 9ផ្ទះដែលមានរាងជាកំសៀវទឹកវាមើលទៅដូចកំសៀវទឹកតែណាស់តែវាគឺជាគំនិតច្នៃប្រឌិតមួយវាគឺជាស្ថានីយ៍ប្រេងឥន្ធនៈតាំងពីឆ្នាំ1922ហើយនៅឈរជើងរហូតមកដល់សប្តាហ៍ថ្ងៃផ្ទះ Sliding House នៅក្នុងប្រទេសអង់គ្លេស11ផ្ទះផ្សិតដែលជាកម្មសិទ្ធិរបស់វិស្វករ Tory Brown 12ផ្ទះរាងជាប្រអប់ជ្រុងឬ Cube House វាមាន3ជាន់ជាមួយនឹងបន្ទប់ដែលមានរាងដូចពីរ៉ាមីតដែលវិស្វករសញ្ជាតិហូឡង់ម្នាក់មានឈ្មោះថាព្យាប្លុំបានធ្វើវាឲ្យមើលទៅដូចជាព្រៃដែលដុះទ្រុបទ្រុល13ផ្ទះចម្លែក Winchester ផ្ទះដ៏ល្បីនេះមានច្រើនទ្វារដែលមិនមានជណ្ដើរផ្ទះនេះបើកជំហរសម្រាប់សាធារណជននិងមានលក្ខណៈពិសេសជាច្រើននៅក្នុងវប្បធម៌ពេញនិយម14ផ្ទះដែលតូចបំផុតរចនាដោយជនភៀសខ្លួននៅប្រទេសអាឡឺម៉ង់ដែលធ្លាប់តែមិនមានបន្ទប់ច្រើនផ្ទះនេះមានកម្ពស់ត្រឹមតែ3ហ្វីតវាមានបន្ទប់មួយដែលមានកន្លែងទំនេរគ្រប់គ្រាន់ដើម្បីអង្គុយសម្រាក15ផ្ទះដែលសង់នៅចំជ្រោះសមុទ្រ Virginia ផ្ទះនេះបានសង់ឡើងនៅចំណតនៃសមុទ្រដែលមានជញ្ជាំងធ្វើពីកញ្ចក់ដែលអាចឲ្យឃើញនៅទេសភាពនៃសមុទ្រដ៏ស្រស់ស្អាតហើយដំបូលរបស់វាស្មើនៅនឹងផ្ទៃដីសូមអរគុណចំពោះការទស្សនារបស់អស់លោកអ្នកហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ